អង្គសង្ក្រាន្តភូមិខ្ញុំ2025រៀបសួរសួស្តីអ្នកគ្នាខ្ញុំពេជ្រពិសីចាអ្នកគ្នាខ្ញុំក៏សមៈចង់ពីអ្នកខ្ញុំគឺនឹងទៅ review ភូមិខ្ញុំនៅខាងក្នុងតើមើលតើអ្នកគ្នាតើមានអីគេខ្លះនៅក្នុងភូមិខ្ញុំតើយល់តែមានអីពិសេសច្រើនមែនតើខ្ញុំពេជ្រជួយបងប្អូនអ្នកគ្នាហ្មងបងប្អូនអ្នកគ្នានៅក្នុងភូមិខ្ញុំនឹងភាគច្រើនគេចង់បង្ហាញពីទស្សនវិជ្ជាពីអ្នកភូមិអ្នកអីចឹងអានេះគឺនៅខាងក្រោយខ្នងយើងហ្នឹងផ្ទះសទ្ធិរបៀបថាម៉ូតចេញមកបណ្ដុតថៃស្អាតធំមែនទេយើងអាចថតរូបមួយពួកគាត់បានដោយសារពួកគាត់មានតួសម្ដែងដែលគាត់នៅចាំថតរូបមួយពួកយើងនិយាយថាតួសម្ដែងតែគាត់មិនមែនតួសម្ដែងខ្ញុំអត់ដឹងអ្នកគ្នាគាត់អាយដាមលីណាវុតគាត់ជាអ្នកគ្រប់គ្រងនៅជាស្ថានបែលធីគឺធ្វើអញ្ចឹងល្អមែនតើបង្ហាញពីវប្បធម៌អរិយធម៌ឲ្យភ្ញៀវទេសចរគាត់មកគាត់ឃើញអញ្ចឹងសំខាន់ប្រជាជនយើងគឺគាត់មានអីមកលេងហើយអីដែលសំខាន់នៅលើផ្ទះឥឡូវគឺមានដាក់តួទេវតាទៀតបង្ហាញពីវប្បធម៌ខ្មែរយើងតើតើជាមួយនឹងការចូលឆ្នាំថ្មីបងប្អូនគ្នាជារាជសាមញ្ញឬក៏ជាសិទ្ធិពេលនេះសម្លេងកំឡំហ្នឹងគឺយើងនៅតែព្រឹកដូចគ្នាអញ្ចឹងអ្នកគ្នាឥឡូវចូលហងចូលមកចូលមកបាយបែរឲ្យទៅរំដល់ចាំចេញមកដល់ឥឡូវគេដល់ឲ្យញ៉ាំហើយនេះគាត់ប្រៀនពីរបៀបក្នុងការធ្វើបន្លាអូគេធ្វើយើងមើលនៅដល់មកក្នុងពួកទៀតបងអើយអានឹងនំឡាយមែនបងអូខេដល់គ្នាមកភ្លក់ដល់គ្នាអូយនៅកណ្ដាលឆ្កាញ់ក្ដៅហុយហុយគាត់ទៅឆ្កាញ់បណ្ដោយបេតុនយើងញ៉ាំអស់លុយអត់ញ៉ាំមិនអស់លុយទេញ៉ាំហ្វ្រីគាត់ចាស់លុយយ៉ាងហ្មងយ៉ាអ្នកនេះអានេះគឺរបៀបបោកស្រូវមុននឹងចេញជាងកអូចេញកស្រូវចង់និយាយថាល្មមបានចេញជាងកវេទនាហ្មងមួយសាហាវមើលញ៉ាំដល់ចង់ពេលញ៉ាំអីសំចៃកុំញ៉ាំឲ្យបោះចោលដល់មួយទេវតាថ្ងៃហ្នឹងនេះទេវតានាំមនុស្សលោកមើលពីឋានកណ្ដាលថាគេធ្វើចំលាក់ស្បៃធំនេះរូបដំរីបើយើងដាក់ភ្លើងពីក្នុងចាំងដែលពួកគាត់ប្រសាធ្វើអូខ្ញុំដើរមកប៉ះចំសាលាឆោទៀនក៏ឆ្ងល់ឥឡូវសួរគាត់សម្រាប់ឡើងសាលាឆោទៀនហ្នឹងឯគេសាលាឆោទៀនហ្នឹងកាលពីដើមឡើយគឺយើងធ្វើដំណើរផ្លូវឆ្ងាយអញ្ចឹងអត់មានទស្សនៈមានអីចឹងអញ្ចឹងប្រជាពលរដ្ឋទាំងអស់គ្នាអាចចូលមកស្នាក់អាស្រ័យស្នាក់អាស្រ័យមកយកបានមុននឹងយកបន្តដំណើរទៅមុខទៀតអញ្ចឹងពីមុនគឺកក់ក្ដៅមែនតើឲ្យថាអ្នកចិត្តអ្នកឆ្ងាយម្ដងគឺគេមកហៅពាន់សិនលុយណោះភូមិខ្លាញ់នៅមុនទៅរៀងកម្មបើយើងមានមកយើងសាងកម្មយើងសាងអីដែលអត់ល្អស្មោះសរអញ្ចឹងយើងពូនក្នុងខ្សាច់ដើម្បីឲ្យអាកម្មហ្នឹងទៅតាមហ្នឹងអ្នកខ្លះប្រយ័ត្នតែទៅវត្តហើយដឹងតែពូនណាដឹងអត្តន័យណាគ្នាម្ដុំឡៃលក់អីញ៉ាំមិនមែនតែមានកន្លែងលេងណាឥឡូវនេះមានអីញ៉ាំទៀតនេះគ្រាន់ឃើញបង្គាកូនអត់បានទេនេះទេវតាចង់ញ៉ាំបង្គាកូនឈ្មោះស្តង់ឯនំបញ្ចុកបង្គាកូនតែកន្លែងហ្នឹងគេគិតលុយណាគ្នាមកដើម្បីបើកម្លាំងយើងតទៀតយ៉ាងនេះចង់និយាយថាអត់ខ្វះរបស់ញ៉ាំអីហើយមានកន្លែងអង្គុយទៀតសម្រាប់អ្នកដែលហត់អីយើងអង្គុយញ៉ាំបានលយណាកលិបហ្មងយេយ៉ាងនេះចង់និយាយថារបស់លក់ច្រើនខ្លាំង1លាន80មុខហ្មងនេះកន្លែងនេះលក់សាច់មាន់លក់ត្រីអាំងលក់អីមានលតឆាមានអីទៀតនេះគេធ្វើទៀមយើងធ្លាប់អង្គុយទៀមកៅអីចូលអីឥឡូវគេធ្វើទៀមស្លឹកអានេះកោះមាន់ក្តៅអ្នកគ្នាចង់និយាយថារបស់ញ៉ាំរបស់លេងច្រើនខ្លាំងមែនតើនេះគ្រាន់តែជាមួយផ្នែកគេណានៅច្រើនទៀតឲ្យធំទៅហើយ KOL មកប្រម៉ូទសង្ក្រាន្តច្រើនមែនតើឆ្នាំនេះអត់មានពិសេសញ៉ាំថតវីដេអូឲ្យគេនឹងមាន KOL ផ្សេងៗមកតាមហ្នឹងអូយមកអ្នកនរគ្នាឥឡូវខ្ញុំសម្ភាសអារម្មណ៍របស់កុសមាមានអារម្មណ៍មិនដែរហើយពេលដែលធ្វើអញ្ចឹងទៅគាត់ចង់ឲ្យធ្វើឃើញរូបភាពអញ្ចឹងអត់មានអារម្មណ៍ថាកក់ក្ដៅខ្លាំងដោយសារយើងក្នុងនាមជាកូនខ្មែរទីមួយយើងបានមកចូលរួមវប្បធម៌យើងហើយយើងបានចែករំលែកដល់ស្រុកគេអញ្ចឹងឆ្នាំក្រោយៗមកទៀតប្រទេសគេអាចឃើញថាអូសង្គ្រាមសំខាន់ដូចជាពិសេសនៅអង្គរវត្តស្អាតហើយមានម្ហូបមានវប្បធម៌មានល្បែងផ្សេងៗដែលយើងទៅបង្ហាញទាំងអស់ហ្មងអីដែលពិសេសហ្នឹងគឺយើងមកផ្ដុំគ្នានៅកន្លែងតែមួយជុំគ្នាជាមួយប្រជាពលរដ្ឋយើងមិនមែនមានតែប៉ុណ្្នឹងយើងនិយាយថាពួកខ្ញុំមកថតនេះគឺជាផ្នែកតូចមួយនៃសង្គ្រាមទេឃើញវីដេអូនេះហើយអាចមកលេងនៅម្ដុំអង្គរបានវីដេអូខ្ញុំ2នាក់គឺមានតែប៉ុណ្្នឹងឯងអ្នកគ្នាជម្រាបលាបាយ